ខ្ញុំស្ងោរសាច់ថៃជាមួយនឹងខ្ទិះចុងហើយថែមជាមួយនឹងស្លឹកក្រូចតិចតិចសាច់ថៃដែលធៀមពងនេះហើយគឺខ្ញុំប្រឡាក់មួយអំបិលហើយប៊ីចេងហើយទុក5នាទីហើយខ្ញុំហូរមួយនឹងម្សៅបំពងខ្ញុំអត់លាយមួយទឹកឯអ្នកទាំងអស់គ្នាហើយទឹកនៅក្នុងការបំពងគឺប្រើខ្លាញ់ឲ្យក្តៅខ្លាំងតបមកបន្ថយទៅល្មមនៅដល់ពេលវាចិត្តឆ្អិននៅពេលដែលវាឡើងក្រហមហើយឆ្អិនហើយអ្នកទាំងអស់គ្នាចឡើងគេឲ្យខ្លាំងឡើងវិញអញ្ចឹងថៃហ្នឹងគឺពណ៌ស្អាតហើយស្រួយខ្លាំងមែនតើហ្មងហើយចូលដល់ខ្ញុំកិនគ្រឿងកាត់នៅទាំងអស់គ្នាហើយខ្ញុំលីងគ្រឿងជាមួយនឹងខ្ទិះដូងខ្ទិះដើមលាយម្ដងបន្តិចហើយសាច់ថៃនេះដែលយើងស្ងោរមុនហ្នឹងខ្ញុំអត់ចង់បុកវាទាំងអស់គ្នាតាមធម្មតាគេបុកចូលជាមួយនឹងគ្រឿងមិនគេឆាតែនេះតាមចំណងចំណូលចិត្តខ្ញុំដែរឆាគ្រឿងឈ្ងុយជាមួយនឹងខ្ទិះដូងហើយបើខ្ញុំដាក់គ្រឿងតាមក្រោយទឹកថៃម្សៅស៊ុបប៊ីចេងដល់កូរខាប់គ្រឿងដុតសាបតាមចំណងចំណូលចិត្តបន្ទាប់មកបានយើងថែមខ្ទិះចុងហើយនឹងទឹកតាមក្រោយចង់បានពណ៌បន្ថែមខ្ញុំក៏ដាក់ម្សៅល្មៀនហើយម្សៅឈើអែមបន្តិចនេះខ្ទះបរមបុរាណខ្ញុំហ្មងខ្ទះហ្នឹងគឺធ្វើម្ហូបឆ្ងាញ់ជាងគេទាំងអស់ជាពិសេសថៃបឹងកញ្ឆែតហ្នឹងហើយអ្នកនរគ្នាមើលពណ៌ហើយមើលនឹងសាច់ថៃគឺឆ្ងាញ់ស្រួយមានជាតិខ្លាំងមែនតើជាមួយនឹងទឹកស៊ុបហើយមកពីកញ្ឆែតខ្ញុំស្ទើរបាទខ្ញុំកាត់តកូនដាក់ថែមបានញ៉ាំហើយឆ្ងាញ់មែនតើដោយសារគ្រឿងដុតហើយឈ្ងុយខ្ទិះហើយថៃក៏ស្រួយទៀត